បាទជំរាបសួរបងប្អូនអ្នកគ្នាបាទថ្ងៃនេះថ្ងៃទី31ខែ12 2025បងប្អូនណាបាទឥឡូវស្វាយចន្ទីយើងគឺចាប់ផ្ដើមចេញផ្កាមកស្រស់គ្នាល្អអឺយើងមានផ្កាហ្នឹងក៏តែចេញមកច្រើនបាទអញ្ចឹងថ្ងៃនេះយើងមកបាញ់ថ្នាំដើម្បីថែទាំផ្កាបាទថែទាំផ្កាដើម្បីកុំឲ្យសត្វស៊ីដូចជាបកើនៅក្តាប់បងប្អូនណាបាទចេញមកទាំងអស់បាទគ្រប់ម៉េចគ្រប់ត្រួយអីគឺមកប៉ុន្តែវាមានវត្តទៅមានផ្កាផ្កូវមកមួយនេះបាទឆ្នាំហ្នឹងគឺចេញមកស្រស់ល្អខាងខ្ញុំបាទដោយសារតែយើងអាចថាមកពីអាកាសធាតុផងហើយក៏ដូចជាយើងធ្វើទៅវាត្រូវរឿងបងប្អូនហើយយើងធ្វើទៅត្រូវរឿងបាទយើងជំរុះទៅតាមដំណាក់កាលបាទគឺមើលស្ថានភាពដីត្រូវអញ្ចឹងយើងបាញ់ទៅវាអាចថាវាឲ្យជាទិន្នផលមិនទាន់បានទិន្នផលគាត់ថាវាឲ្យជាបាទវាឲ្យជាចេញការចេញអីហ្នឹងគឺស្រស់គ្នាល្អបាទស្រស់គ្នាល្អណាស់បាទស្រស់គ្នាល្អឆ្នាំនេះចេញមកគឺចេញទាំងអស់យកតែម្ដងមិនសល់ម៉េចទេបាទហ្នឹងហើយបងប្អូនឃើញវាចេញមកទាំងអស់អានេះប្រហែលជាមកទឹក10ថ្ងៃទៀតគឺចាប់ដើមរីកផ្កាហើយផ្ការីកហើយនឹងអាច10ថ្ងៃលើអាចដាក់ក្តាប់ហើយនឹងដាក់ក្តាប់មកដើមតោងវាគឺមានកម្លាំងក្រាន់បើបាទគាត់បើវាមិនជាកម្លាំងល្អណាស់ណាពេកទេបើប្រៀបធៀបនឹងគេដើមខ្ចីដោយសារដើមរបស់យើងហ្នឹងវាអាយុច្រើនឆ្នាំហើយអញ្ចឹងកាលណាតែអាយុច្រើនវាទីមួយចន្ទីពិបាកធ្វើបាទវារឹសណាស់រឹសអាកាសធាតុរឹសទាំងការប្រើជីថ្នាំអីមិនត្រូវរឿងវាក៏វាមិនចេញដែរបាទអញ្ចឹងគាត់ថាលើកនេះយើងអត់ទៅបានបើជីជើងក្រោមឲ្យបានច្រើនអីប្រហែលបើចេញមកទាំងអស់បាទបកាក្បួយហ្នឹងបាទចិត្តនេះក្បួយហ្នឹងគឺចិត្តរីកហ្នឹងបាទមិនយូរទេនឹងរីកក្បួយគឺចិត្តរីកចឹងបាទខាងខ្ញុំឆ្នាំនេះវារឿងក៏បើគ្រប់តងគ្រប់អីហ្នឹងគឺកម្លាំងអានេះតំចេញក្រោយគេគ្រប់ក្រោយចេញក្រោយស្លឹកទាំងអត់ទៅជាទ្រាំនេះវានៅក្រហមព្រឹងហើយផ្ដាច់ការចេញច្រើនគេចេញមុន